គេថាមកសិង្ហបុរីអត់សូវមានកន្លែងដើរលេងចឹងខ្ញុំដល់គ្នាមកឡើងនំមកកន្លែងនៅកណ្ដាលទីក្រុងសិង្ហបុរីទីតាំងនឹងអត់អាចជី MRT បានទេបាទតែជីឡានក្រុងឯងហើយខ្ញុំបានដាក់ឈ្មោះទីតាំងនៅក្នុង description អ្នកនរគ្នាប្រើប្រាស់ Google Map ហើយវាយទៅតាមឈ្មោះទីតាំងអ្នកនរគ្នាចង់ទៅហើយមកដល់នេះអ្នកនរគ្នាចំណាយពេលយ៉ាងហោចណាស់ក៏3ទៅ4ម៉ោងដែរបើអ្នកនរគ្នាចង់ដើរពីកន្លែងស្តុកទឹករហូតទៅដល់លើភ្នំហើយចុះត្រឡប់មកវិញទីតាំងហ្នឹងគឺជាភ្នំមែនតើហ្មងហើយខ្ញុំអត់ recommend ណែនាំអ្នកនរគ្នាយកមនុស្សចាស់ឬក៏កូនក្មេងមកឡើងភ្នំទាំងទេដោយសារតែនៅពេលតែដើរចូលទៅដល់ភ្នំនឹងហើយត្រឡប់មកក្រោយវិញរៀងពិបាកបន្តិចឬក៏ចង់ឈប់ពាក់កណ្ដាលផ្លូវក៏គ្មានផ្លូវណាមួយអ្នកគ្នាជៀសផុតពីដើរដែរគឺត្រូវតែដើរទៅផុតពីភ្នំហ្នឹងចង់និយាយចឹងណាអរគ្នាឥឡូវបងជាស្នើគាត់លេងមាត់អីទាំងអស់ដោយសារតែគាត់ឃើញអីជាច្រើនហើយសាច់រឿងគឺដោយសារតែពេលដើរមកគឺគេដាក់ផ្លាកដាក់អីចឹងណាហើយខ្ញុំឃើញផ្លាកឃើញមានពស់វែកហើយនឹងពស់អាក្រហមទៅតែខ្ញុំបានថតពួកខ្ញុំកំពុងតែស្លុតចិត្តពេលឲ្យគាត់តែគាត់ថាចេះអត់អីទេពូហត់ចឹកខ្ញុំទេគ្រាន់តែប៉ុណ្ណឹងដើរដល់កន្លែងនេះណាគ្នាកន្លែងនេះគេពេលខ្ញុំថតហ្នឹងតែជីវិតតែបាត់ហើយដោយសារតែពេលដែលខ្ញុំឃើញវាហ្នឹងខ្ញុំស្គប់ហើយខ្ញុំរហូតដើរថយក្រោយដោយសារតែពស់ហ្នឹងវាធំហើយខ្ញុំមើលទៅប្រវែងវាមិនក្រោម5ទៅ7ម៉ែត្រទេប៉ុន្តែនៅនេះមិនណាក៏នៅតែមានសុវត្ថិភាពដែរដោយសារតែអ្នកឲ្យឃើញអាកន្លែងបកគោនៅលើទឹកហ្នឹងអាហ្នឹងកាមេរ៉ាណាអ្នកគ្នាហើយនៅនេះអ្នកឲ្យធ្វើទៅធៀមស្បៀងដោយសារតែអត់មានលក់បាយលក់ទឹកអីទេធ្វើធៀមមកពីក្រងមកហើយមកដូចខ្ញុំចឹងខ្ចប់បាយមកប្រអប់ហើយនំប៉ា3 4ទៅគឺហើយបាទធ្វើធៀមមួកហើយកតាម SMS ស្បែកជើងហើយខោយ៉ាងធូរតិចទៅមូលហេតុឲ្យត្រូវមានកតាបហើយនៅមានទឹកមានអីដើម្បីដាក់ឧបករណ៍របស់យើងត្រូវដាក់ម្ហូបឲ្យយើងគឺដោយសារតែនឹងមានស្វាហើយស្វានៅពេលដែលវាឃើញថង់គឺវាប្លន់ហើយខ្ញុំមកជើងមុនគឺស្វាប្លន់ស្បៀងរបស់ខ្ញុំដើរលើភ្នំដាច់បាយដើរហត់ហើយនៅអាឡើងអានេះមួយជាន់ទៀតឡើងបាន6 7ជាន់ត្មមឡើងទៅដល់ជាន់ខាងលើប្រាំងហើយពេលហ្នឹងនេះហត់ហ្មងហើយធៀបបានទឹក energy drink តែការប្រឈមនេះមុនខ្ញុំអាសាដើរខ្ញុំសក់គីឡូហើយទៅតេស្តឈាមខ្លាញ់ស្ករចិត្តល្អហ្មងគ្រាន់តែឡើងភ្នំហ្នឹងអ្នកគ្នាតែ4ម៉ោងហើយឡើងភ្នំហ្នឹងដោយសារតែយើងឡើងហ្នឹងវាមានចោតផងវាមានចោះផងយើងផឹងអស់អាលីងហ្មងយ៉ាដល់ហើយតំដល់កន្លែងហ្នឹងតំដល់កន្លែងចោះវិញណាតំដល់កន្លែងគេចាគេអូខេ3 top 3 top top 3អាយេហ្នឹងអ្នកនរគ្នាមិនទាន់ដល់អា top 3ហ្នឹងអ្នកនរគ្នាគ្រាន់តែច្រឡំទេណានៅសល់ប្រហែលជា4 5គីឡូទៀតទៅដល់អា top 3ហ្នឹងញាក់សាច់ហើយនេះគេហៅ top 3ហ្នឹងហើយដើរឡើង2ម៉ោងកន្លះគឺដើម្បីអា top 3ហ្នឹងហើយតែប៉ុណ្្នឹងទេអ្នកនរគ្នាតែប៉ុណ្្នឹងទេហាស្ពានហ្នឹងមានតែទៅឯងមកវិញត្រូវដើរផ្លូវវាងអ្នកនរគ្នាអាឡើងចោតមកអស់ចិត្តហើយណាចោះពីហ្នឹងត្រូវឡើងផ្លូវវាងមកជាន់មួយទៀតហើយមុនឡើងមកភ្នំហ្នឹងអ្នកនរគ្នាគួរតែមើលបាតស្បែកជើងស្រួលដូចពូនេះអញ្ចឹងដាច់ម្ដងមកគូហ្មងបើដាច់បាតស្បែកជើងហើយជីវិតដូចស្អីអានេះនឹងបកស្អីថាមិនទេពូផ្លូវនឹងផ្លូវពិបាកដើរដាច់បាតស្បែកជើងទៀតនេះឥឡូវមកស្ដាប់ចំណាប់អារម្មណ៍បន្ទាប់ពីបានចុះភ្នំដល់កន្លែងរោគឡានក្រុងមួយមកទៀតមិនដល់ឡានក្រុងអីស្វាហៀតទេអូខ្ញុំជួបមកចងចាឥឡូវគាត់វាតំកគាត់ថាឲ្យធ្វើម៉េចអូយមកឆ្នាំមកជួយឆ្នាំមកពីណាគេនៅអាចស៊ូមែន400ម៉ែត្រទៀតមានអាមិនដែរមកឡើងស្លេអស់ហើយ